សូមជំរាបសួរនិស្សិតគិសនីថ្ងៃនេះខ្ញុំមកតម្រៀបជាមួយ Decenter ក្នុងនេះមាន Decenter 63ពែមាន32ប្រភេទ Decenter មានអីខ្លះយើងឆែកមើលដល់គ្នាណាអានេះខ្ញុំយកមកតម្រៀបបែបនេះឧទាហរណ៍ដំបូងយើងមាន Decenter diagram ប្រភេទគេដាក់ CB យើងចុចលើវាមួយយើងទៅបញ្ជាក់ layer យើងទៅឆែកណានេះខ្ញុំបង្ហាញពីការដែលយើងឆែកបើអញ្ចឹងលើក្រោយកាលណាដែលយើងរកបរិមាណខុសឧទាហរណ៍ចឹងទៅខ្ញុំបញ្ចូលទៅយើងមានអា comment មួយនេះ comment ហ្នឹងយើងរកបរិមាណនេះយើងឃើញទេដឹងថានឹងមានប៉ុន្មានក្របប៉ុន្តែបើកាលណាយើងច្រឡំ layer គឺយើងរត់ឃើញទេដូច្នេះអានេះយើងមាន Decenter មួយ16ពែខ្ញុំប្រើ command L1 v enter មួយមកដើម្បីតម្រង់វាស្មើចឹងអានេះ Decenter ຂະຫນາດ6អាំពែបន្ទាប់មកយើងមើលនៅខាងក្រោមនេះមាន10អាំពែមួយទៀតយើងដាក់មួយមក10អាំពែ10ហើយបន្ទាប់មកយើងមាន Decenter 16ហើយយើងមាន20អាំពែ20យើងមាន25ចុះក្រោមបន្តិចបន្ទាប់មកយើងមាន32យើងមាន40យើងមាន50អាំពែហើយបន្ទាប់មកយើងមានຂະຫນາດ63អាំពែចុងក្រោយគេបងអស់បន្ទាប់មកខ្ញុំលុបវាចេញអញ្ចឹងណាចឹងការតម្រៀបអានេះ Decenter មួយប្រភេទដែលយើងហៅថាមួយពែ CB circuit breaker ពាក្យពេញមួយវា circuit breaker ពែមួយពែហ្នឹងមានន័យថាមួយប៉ូល10អាំពែ6អាំពែហ្នឹងគេຂະຫນາດរបស់ short circuit ចឹងទៅយើងមើលនៅកន្លែងហ្នឹងហើយយើងបំបែកវាជា2ពែហើយរហូតដល់3 Decenter វាមានរហូតដល់4ពែចឹងកន្លែងនេះខ្ញុំអូសវាចេញបន្តិចចឹងមានន័យថាកន្លែងនេះ2ពែ3ពែ4ពែបន្ទាប់មកនៅក្នុងនេះទាមទារឲ្យបងប្អូនត្រូវបង្កើតជាមួយនឹងផ្ទាំង layer នេះទាំង layer នេះបងប្អូនត្រូវបង្កើតជាមួយនឹង Decenter មួយប្រភេទទៀតតែយើងចងយល់ល្អអានេះខ្ញុំធ្វើអញ្ចេះមកស្ដាំមកហើយយើងដាក់វាជាក្រុមមួយដើម្បីជាសំណុំមួយនៅក្នុងហ្នឹងបើមិនចឹងទេយើងមានកន្លែង create នៅកន្លែងនេះមួយទៀតយើងដាក់ក្រុមក្នុងមួយមកហើយយើងសរសេរ CB កុំឲ្យច្រឡំលើក្រោយយើងសេ CB មួយពែ CB មួយពែCB មួយពែCB មួយពែដកមួយដាក់សេពាក្យពេញ circuit breaker ចឹងថ្ងៃក្រោយយើងចូលមកគឺស្រួលរកនេះហើយតមកយើងទាញវាវិញតិចនេះយើងទាញវាវិញតិចមកងាយស្រួលមើលណាវាទាញតិចទៀតបន្តិចទៀតណាអូខេប៉ុណ្ណឹងមកហើយចាំយើងបង្កើតវាអាហ្នឹងមកដាក់មានទាំង2ពែ3ពែនិង4ពែក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញបន្តទៀតអរគុណ